អាដាមអ៊ុនចិន្តាភិបាលនៃគណៈភិបាលខេត្តកំពង់ចាមនិងអាដាមក្លូតផនប្រធានក្រុមប្រឹក្សាខេត្តនៅព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2025នេះលោកបានអញ្ជើញទទួលថវិកាពីមន្ត្រីរាជការនិងសប្បុរសជនប្រមាណជា270លានរៀលសម្រាប់គាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជាសូមជម្រាបថាចាប់តាំងពីឆ្នាំ1992មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារពិនិត្យផ្ទៃពោះនិងសម្រាលស្ត្រីរាប់លាននាក់និងបានចូលរួមលើកកម្ពស់សុខុមាលភាពកុមារកាត់បន្ថយអត្រាមរណភាពរបស់កុមារកម្ពុជាបន្ទាប់ពីមរណភាពស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិគន្ធបុប្ផាក្នុងគោលបំណងដើម្បីស្វែងរកមូលនិធិទ្រទ្រង់សកម្មភាពប្រចាំថ្ងៃនិងបន្តនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីចូលរួមនៅក្នុងបេសកកម្មដ៏ឧត្តមឧត្តមរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការព្យាបាលសង្គ្រោះជីវិតកុមារកម្ពុជានិងក្នុងស្មារតីខ្មែរជួយខ្មែរស្មារតីមនុស្សធម៌ជាពិសេសការផ្ដល់ស្នាមញញឹមក៏ដូចជាសេចក្តីស្រឡាញ់ដល់កុមារកម្ពុជាដែលកំពុងសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផារដ្ឋបាលខេត្តកំពង់ចាមបានរៀបចំនៅយុទ្ធនាការ10000រៀល10000នាក់និងបានធ្វើការអំពាវនាវដល់សម្ដេចអាដាមលោកជំទាវអ្នកអង្គការលោកស្រីពាណិជ្ជករសិប្បករវិនិយោគិនបងប្អូនប្រជាពលរដ្ឋក៏ដូចជាសប្បុរសជនចូលរួមជាវិភាគទានតាមការស្ម័គ្រចិត្តដើម្បីទ្រទ្រង់និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលបាននឹងកំពុងជួយសង្គ្រោះកុមារកម្ពុជានាងខ្ញុំអែមហៀងធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ចាម